សិលធម៌និងដុំបាយសិលធម៌និងដុំបាយគឺជាចំណងជើងនៃឈុតមួយនៅក្នុងអក្សរសិល្ប៍ខេមរនិយមរឿងព្រះអាទិត្យថ្មីព្រះលើផែនដីចាស់ដែលនិពន្ធឡើងដោយលោកសួនសុរិននៅក្នុងទសវត្សរ៍ឆ្នាំ60អត្ថន័យដែលបានបង្កប់នៅក្នុងជម្រើសទាំងពីរគឺសិលធម៌និងដុំបាយនេះមានតម្លៃសកលនិងស្ថិតស្ថេរយូរអង្វែងរហូតមកដល់បច្ចុប្បន្នសិលធម៌សំដៅទៅលើអំពើល្អគ្រប់បែបយ៉ាងតាមរយៈកាយវាចានិងចិត្តដែលមនុស្សទូទៅគួរធ្វើដើម្បីទ្រទ្រង់ឲ្យសង្គមមានសុខសន្តិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយយ៉ាងល្អចំណែកដុំបាយសំដៅដល់ម្ហូបអាហារនំនែកបាយចំណីទូទៅដែលត្រូវបរិភោគដើម្បីទ្រទ្រង់ជីវិតឧបមាថាប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពស្រែកឃ្លានសង្គមពុករលួយអយុត្តិធម៌បោកប្រាស់ដោយតួអង្គសួនសំនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់តើអ្នកនឹងជ្រើសរើសយកសិលធម៌ឬក៏បោះបង់ចោលសិលធម៌រួចស្រវាយកដុំបាយដោយសមដែរសង្គមមួយសិលធម៌អាចកើតមានឡើងបានលុះត្រាតែសង្គមនោះបបោរដោយដុំបាយមានន័យថាប្រសិនបើប្រជាពលរដ្ឋមានអាហារហូបចុកគ្រប់គ្រាន់មិនខ្វះព្រឹកមិនខ្វះល្ងាចគ្មានអ្នកក្រគ្មានអ្នកអត់បាយវាក៏គ្មានចោរលួចចោរប្លន់គ្មានអ្នកឆក់ក៏គ្មានអ្នកចម្រិតដែរព្រោះថាបើមានបាយហូបគឺមានជីវិតរួចផុតពីសេចក្តីស្លាប់ទៅហើយមានន័យថាបើកាលណាមានបាយហូបគ្រប់គ្រាន់មនុស្សនឹងមិនប្រព្រឹត្តអំពើអាក្រក់នោះទេហើយមិនធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គមនិងបញ្ហាផ្សេងទៀតនោះឡើយដែលជាហេតុធ្វើឲ្យសង្គមនោះក្លាយជាសង្គមដែលមានសិលធម៌ល្អផ្ទុយទៅវិញប្រសិនបើសង្គមមួយពុករលួយអយុត្តិធម៌មានបញ្ហាអត់បាយក្រហាយទឹកប្រជាជនគ្មានអាហារបរិភោគគ្មានផ្ទះសម្បែងហូបព្រឹកខ្វះល្ងាចហូបល្ងាចខ្វះព្រឹកប្រកាសណាស់នឹងមានមនុស្សជាច្រើនដាច់ចិត្តបោះបង់ចោលសិលធម៌ហើយបង្កឲ្យមានចលាចលផ្នែកសង្គមគិច្ចអសន្តិសុខភាពអនាធិបតេយ្យនិងបញ្ហាសង្គមជាច្រើនជំពូកទៀតព្រោះពួកគេត្រូវធ្វើគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីឲ្យមានជីវិតរហូតដល់ថ្ងៃស្អែកនៅក្នុងស្ថានភាពបែបនេះបើទោះបីជាគ្រប់សាលាទាំងអស់បង្រៀនតែមេរៀនសិលធម៌តាំងពីមត្តេយ្យរហូតដល់បណ្ឌិតក៏ដោយក៏សិលធម៌មិនអាចកើតមានឡើងដែរតួយ៉ាងសូម្បីតួអង្គសំដែលជាតួអង្គតំណាងសិលធម៌ក៏ដាច់ចិត្តឆក់កាបូបដើម្បីបាយមួយពេលផងដែរអ្វីដែលខ្ញុំនិយាយនោះគឺថាសង្គមនឹងមានសិលធម៌បើសង្គមនោះមានដុំបាយតែសង្គមនឹងបាត់បង់សិលធម៌ប្រសិនបើសង្គមនោះគ្មានដុំបាយហេតុនេះបើចង់ឲ្យសង្គមមួយមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អគ្មានបញ្ហាអសន្តិសុខចោរឆក់ចោរប្លន់កាប់សម្លាប់គ្រប់បែបយ៉ាងយើងគួរតែរិះរកវិធីធ្វើយ៉ាងណាឲ្យក្រពះរបស់ប្រជាជនបានឆ្អែតលុបបំបាត់អំពើពុករលួយអយុត្តិធម៌គ្រប់រូបភាពព្រោះវាជាប្រភពនាំឲ្យមានកំហឹងគំនុំគុំគួនព្យាបាទសងសឹកនិងជាកត្តានាំឲ្យមានការប្រព្រឹត្តអំពើអសិលធម៌គ្រប់បែបយ៉ាង